នៅថ្ងៃទី17បាទខែកក្កដាឆ្នាំ2026នេះកម្លាំងកងរាជអាវុធហត្ថក្រុងស្រីសភ័ណ្ឌបាទដឹកនាំដោយលោកវរៈស្នេហ៍ត្រីសុកលេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះល្បាតរក្សាសន្តិសុខសណ្ដាប់ធ្នាប់បាទទប់ស្កាត់និងបង្ការបទល្មើសផ្សេងៗដែលកើតមានបាននៅក្នុងភូមិសាស្ត្រក្រុងលុះដល់វេលាម៉ោង 15:30 នាទីថ្ងៃដដែលកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រីសភ័ណ្ឌបានទទួលព័ត៌មានថាក្រុមដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសក្នុងភូមិសាស្ត្រក្រុងស្រីសភ័ណ្ឌបាទនិងភូមិសាស្ត្រក្រុងប៉ោយប៉ែតមកសំងំលាក់ខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែងដែលមានទីតាំងនៅភូមិសុភីសង្កាត់កំពង់ស្វាយក្រុងស្រីសភ័ណ្ឌនៅក្នុងរោងចាំចំការមួយកន្លែងបាទស្ថិតនៅក្នុងភូមិពងរោសង្កាត់កំពង់ស្វាយក្រុងស្រីសភ័ណ្ឌបាទភ្លាមនោះលោកវរៈស្នេហ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន11នាក់ក្នុងនោះមានស្រី3នាក់បាទទី1ឈ្មោះយ៉នប៊ុនថៃភេទប្រុសអាយុ18ឆ្នាំបាទទី2ឈ្មោះជួនទីបាទភេទប្រុសអាយុ26ឆ្នាំទី3ឈ្មោះវឿនដាវិតភេទប្រុសអាយុ17ឆ្នាំទី4ឈ្មោះហួតគឹមហុងភេទប្រុសអាយុ15ឆ្នាំទី5បាទឈ្មោះពូចសុធីភេទប្រុសអាយុ24ឆ្នាំទី6ឈ្មោះជូឈិនឡុងភេទប្រុសអាយុ22ឆ្នាំ7បាទឈ្មោះហួតលីហួតបាទភេទប្រុសអាយុ23ឆ្នាំ8ឈ្មោះយេតរាវុធបាទភេទប្រុសអាយុ16ឆ្នាំ9ឈ្មោះសូតសុខហៀបាទភេទស្រីអាយុ15ឆ្នាំទី10បាទឈ្មោះផលរចនាភេទស្រីអាយុ14ឆ្នាំទី11ឈ្មោះធីនីតាភេទស្រីអាយុ15ឆ្នាំបាទនិងដកហូតវត្ថុតាងបាទមួយចំនួនបាទរួមមានកំបិតឆ្នៃដងបាទកំបិតកែច្នៃដងស្រោបឈើបាទដងឈើស្រោបជ័រពណ៌ខ្មៅបាទប្រវែង61សង់ទីម៉ែត្រចំនួន1ដើមកំបិតកែច្នៃដងដែកប្រវែង95សង់ទីម៉ែត្រ1ដើមបាទកំបិតកែច្នៃដងដែកប្រវែង139សង់ទីម៉ែត្រ1ដើមកំបិតកែច្នៃដងដែកបាទប្រវែង156សង់ទីម៉ែត្រ1ដើមបាទនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រីសភ័ណ្ឌដើម្បីសួរនាំតាមនីតិវិធីបាទព្រមទាំងបានធ្វើតេស្តទឹកនោមបាទរោគសារធាតុញៀនជាលទ្ធផលវិជ្ជមានទាំងអស់លោកវរៈស្នេហ៍ត្រីសុកលេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹងថាក្រោយឃាត់ខ្លួននិងសួរនាំរួចពិនិត្យឃើញមានភាពស៊ីសង្វាក់និងមានតម្រុយពិរុទ្ធភាពនៃបទល្មើសពាក់ព័ន្ធទៅបាទប្រិមត្តតាក់ទងទៅនឹងព័ត៌មានជាបន្តបាទជនជាតិថៃ3នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹងការជួញដូរថ្នាំញៀននៅក្រុងប៉ោយប៉ែតកម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន3នាក់ជាបន្តបន្ទាប់បាទពាក់ព័ន្ធទៅនឹងករណីរក្សាទុកនិងជួញដូរបាទដោយខុសច្បាប់នៅសារធាតុញៀនស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យយោងតាមរបាយការណ៍ពីមន្ត្រីសមត្ថកិច្ចនៅថ្ងៃទី20ខែកក្កដា2026នេះបានដឹងថាប្រតិបត្តិការខាងលើក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអាយកាអមឆ្លើយដំបងខេត្តលោកឧត្តមស្នេហ៍ត្រីសឿមសរិទ្ធស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចាត់កម្លាំងជំនាញបាទធ្វើការឃាត់ខ្លួនជនជាតិថៃ3នាក់ជាបន្តបន្ទាប់បាទក្រោយពីសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យទាំង3នាក់នេះជាមួយគ្នាបាទសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងជាសារធាតុញៀនក្បាល PODK បាទវិក